ជំរាបសួរអ្នកនរគ្នាស្វាគមន៍សាថ្មីមកកាន់ការសម្រាយរឿងលីគីយ៉ុងរបស់យើងបន្តទៀតខ្ញុំសូមអភ័យទោសសម្រាប់ប្រហែលថ្ងៃដែលខ្ញុំអត់បានចេញវីដេអូដោយសារតែខ្ញុំជាប់រវល់ធ្វើ report អញ្ចឹងកុំភ្លេចជួយ subscribe ដាក់សញ្ញារូបកណ្ដឹងម្នាក់មួយអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះផ្ដើមសាច់រឿងនៅភាគនេះយើងបន្តអំពីការជជែកគ្នារវាងយ៉ុងសុងជាមួយនឹងលីគីយ៉ុងរបស់យើងបន្តទៀតដោយលីគីយ៉ុងព្យាយាមចាក់មនោគមទៅយ៉ុងសុងឲ្យដើរទៅតាមផែនការរបស់ខ្លួនដោយនិយាយឡើងថាសម្លេងកំបាំងនោះបាននិយាយថាយើងមានជំរើសពីរសម្រាប់ការរស់រានមានជីវិតនៅ tutorial នេះគឺទី1គឺយើងត្រូវតែ attack ទី2គឺយើងត្រូវតែរស់រានមានជីវិតជាមួយនឹងគ្នាប៉ុន្តែសម្រាប់កំណត់របស់ខ្ញុំគឺបើសិនជាយើងយកជំរើសទី2នោះគឺវានឹងពិបាកណាស់បើសិនជាផែនការរបស់អ្នកគឺការសវាយមិន attack នោះទេអញ្ចឹងវាមិនមែនជាជំរើសល្អទេដោយការប្រមូលអ្នកដែលមិនអាចប្រយុទ្ធបានមកជុំគ្នាបែបនេះបើសិនជាពួកគេមិនបានស្លាប់ដោយសារតែ monster ស៊ីពួកគេនោះក៏ដោយក៏ពួកគេនឹងស្លាប់ដោយសារតែអត់មានអាហារបរិភោគផងដែរនេះជាការសន្និដ្ឋានដែលនរណាក៏គិតឃើញបានដែរឮហើយយ៉ុងសុងរបស់យើងហ្នឹងក៏បានស្ងៀមស្ងាត់បន្តិចហើយក៏បាននិយាយថាខ្ញុំយល់អ្វីដែលអ្នកនិយាយហើយឡអញ្ចឹងយើងនឹងរំពឹងនឹងធ្វើការជាមួយអ្នកយ៉ុងសុងនិយាយហើយក៏បានយកដៃទៅចាប់ដៃជាមួយនឹងលីគីយ៉ុងរបស់យើងហើយលីគីយ៉ុងរបស់យើងក៏បានយកដៃទៅចាប់វិញដើម្បីសហការគ្នាហើយក៏គិតក្នុងចិត្តថាបរិសម្នាក់នេះផ្លូវដែលមើលមកកាន់ខ្ញុំគឺបានផ្លាស់ប្ដូរហើយគាត់ដឹងថាខ្ញុំគ្មានសមត្ថភាពខ្លាំងទេទោះជាយ៉ាងណាក៏ដោយនៅក្នុងកំណត់របស់គាត់ខ្ញុំប្រហែលជាដូចជាមនុស្សដែលមានទេពកោសល្យម្នាក់សម្រាប់ឧទាហរណ៍ខ្ញុំប្រៀបដូចជាអ្នកគិតយុទ្ធសាស្ត្រឬក៏អ្នកគ្រប់គ្រងទៅលើស្ថានភាពសាច់រឿងបានកាត់ទៅដល់នៅក្នុងរោងចក្រដោយក្រុមរបស់លីគីយ៉ុងរបស់យើងកំពុងតែទៅប្រមាញ់ពួក monster ដើម្បី up level ព្រមទាំងរកស្បៀងអាហារសម្រាប់មនុស្សដែលនៅជំរំនោះហើយនឹងរកផ្លូវសម្រាប់ចេញ tutorial មួយនេះដើម្បីទៅកាន់ទ្វីបនៃពិភពលោកមួយនេះហើយ Dungu របស់យើងកំពុងតែវាយប្រហារទៅលើ monster មួយហើយក៏បានស្រែកទៅហៅលីគីយ៉ុងយើងដោយហៅថាលបងហើយលីគីយ៉ុងរបស់យើងក៏បានឆ្លើយថាខ្ញុំដឹងហើយ Dungu ស្រាប់តែយ៉ុងសុងរបស់យើងក៏បានឈ្មោះទៅកាន់ monster ដែល Dungu កំពុងតែទប់ទល់នោះហើយក៏បានប្រើស្នៀតដាវហក់ឈ្វីងកាប់ដូចជាអាលូកាតពីអុសពីលើចុះទៅក្រោមបញ្ចេញចាស់រៀងដ៏សែនស្រស់សង្ហាធ្វើឲ្យបិសាចមួយនោះស្រែកដោយការឈឺចាប់យ៉ាងខ្លាំងហើយក៏បានចុះមកលើដីវិញដោយបញ្ចេញ style super hero លីគីយ៉ុងរបស់យើងក៏បានឃើញចឹងហើយក៏គិតក្នុងចិត្តថាប្រកាសណាម៉ាញ់ហើយរបស់ខ្ញុំគឺអត់បានកុហកទេតួរបស់យើងគិតអញ្ចឹងដោយសារតែឃើញយ៉ុងសុងនឹងគឺខ្លាំងកាប់ monster មួយដាវគឺដាច់ប៉ិតតែម្ដងភ្លាមនៅដែរយ៉ុងសុងក៏បាននិយាយទៅកាន់លីគីយ៉ុងរបស់យើងថាមើលទៅមាន monster មកប្រហែលក្បាលទៀតហើយអញ្ចឹងខ្ញុំនៅទប់នៅទីនេះហើយលីគីយ៉ុងក៏បាននិយាយទៅវិញថាខ្ញុំដឹងហើយខ្ញុំទៅយកអាហារហើយលីគីយ៉ុងជាមួយនឹង Dungu ក៏បានទៅប្រមូលស្បៀង Dungu ក៏បាននិយាយថាខ្ញុំកំពុងតែធ្វើវាហើយទោះជាយ៉ាងណាពួក monster នៅតំបន់ starting point នេះវាអត់ច្រើនដូចអ្វីដែលខ្ញុំគិតសោះវាដូចជាច្រើនណាស់នៅពេលដំបូងហើយ Pros Ali គេយើងក៏បាននិយាយថាខ្ញុំគិតថាគាត់បានសម្អាតនៅតំបន់នេះហើយ Dungu ក៏បានឆ្លើយតបថាបងមានន័យថាគីមយ៉ុងសុងមែនទេតាលបងសុងហ្នឹងកាលនៅលើផែនដីក៏ធ្លាប់ធ្វើជាអ្នកកីឡា Kendo ឬយ៉ាងម៉េចហើយអ្នកដែលអត់ស្គាល់កីឡា Kendo នឹងអីគេខ្ញុំដាក់រូបនៅលើហ្នឹងហើយខ្ញុំក៏អត់ស្គាល់ដូចគ្នាដែរហើយ Pros Ali គេយើងរបស់យើងក៏បានឆ្លើយតបថាមែនទេខ្ញុំទីថាកាលពីមុនគាត់ធ្លាប់ធ្វើអ្វីដែលស្តៀងហ្នឹងគឺថាទូប្រុសរបស់យើងគាត់កុហកទៅលើ Dungu ដោយអត់ឲ្យ Dungu ដឹងថាគីមយ៉ុងសុងហ្នឹងជាអ្នកត្រឡប់ពេលវេលាទេឬក៏ប្រហែលជាវាគ្រាន់តែជា effect របស់ class របស់គាត់ទេហើយត្រង់កន្លែងនេះខ្ញុំសូមបញ្យល់តិចត្រង់ class ហ្នឹងគឺនៅពិភពហ្នឹង class ហ្នឹងគឺសំខាន់មែនតើគឺថាឧទាហរណ៍ថាយើងរើស class មួយអញ្ចឹងឧទាហរណ៍យើងរើសមេឃអញ្ចឹងមកន័យថាយើងខ្លាំងនឹងមេឃជីកអាមេឃហ្នឹងយើងខ្លាំងហ្មងអញ្ចឹងនៅពេលដែលយើងរើស class ហើយវាអភិវឌ្ឍទៅលើ mana របស់យើងហ្មងចឹងហើយបានលីគីយ៉ុងរបស់យើងថាវាគ្រាន់តែជា effect របស់ class បើន័យថាគ្រាន់តែជាeffect ដែល class ហ្នឹងជួយផ្ដល់ឲ្យកម្លាំងទៅលើគីមយ៉ុងសុងហ្នឹងទេហើយនៅមានច្រើនទៀតចឹងខ្ញុំអត់ចង់បញ្យល់ច្រើនទេខ្លាច spoil សាច់រឿង
Chẳng dần bọn mà xài rương dân vĩnh đúng cú của bạn này vậy tha ai chỉ khla đúng cú con này vậy tặng bạn thực cho ta mà đón đời xa tại cốt khơi thè kim song song nâng khlang về tôi bảo dân khơi chẳng hay các bạn kết bình tích hay có đa từ lực thực chất đúng cú thế cùng bảo ấy nhưng mà có thè bùi dân đừng ăn lục viên này chạp chạp đi hai là bọn anh các bạn chui tràn phòng đai tam gặp bà tơ nhưng bạnធ្វើអីច្រើនទេដោយសារតែអាប៉ែននេះ clear ទាំងអស់បើមិនបានឯងទេវានឹងលំបាកណាស់សម្រាប់ពួកយើងដងគូក៏បានឆ្លើយតបថាលបងបើមកមុខដងគូឡើងខ្ជូតតែម្ដងបាទណែគេលងស្នេហ៍ដងគូខ្លះដងគូឡើងដូចក្មេងតូចហ្មងនេះបងមកសាច់រឿងយើងវិញស្រាប់តែព្រាមនោះបានលោតចេញ starter window នៅពីមុខដងគូជាមួយនឹងលីគេយងរបស់យើងហើយ starter window នោះជារបស់លីគេយងរបស់យើងដែល alert មកប្រាប់ថាឲ្យលីគេយងរបស់យើងជ្រើសរើសខ្លះចឹងខ្លះដែលលីគេយងរបស់យើងអាចនឹងជ្រើសរើសបានមាន warrior archer mage ហើយជាមួយនឹងចុងក្រោយគឺ rare គឺជា class commander ដែលខ្លះទាំងអស់នេះលីគេយងរបស់យើងអាចជ្រើសរើសបានតែមួយទេហើយលីគេយងរបស់យើងគិតក្នុងចិត្តថាបានហើយវាលឿនជាងអ្វីដែលខ្ញុំគិតទៀត commander ហើយប្រុសស្អាតលីគេយងយើងក៏ឆ្ងល់ខ្លាំងមែនតើដោយសារតែគាត់អត់ដឹងថាជ្រើសរើសខ្លះមួយណែទេដោយខ្លះទី1គឺជា class warrior ហើយព័ត៌មានលម្អិតខ្ញុំអត់បានបកប្រែឲ្យទេដឹងត្រឹមថាដល់ពេលដែលទូរបស់យើងរើស class warrior ហ្នឹងទៅអាទូរបស់យើងនឹងបូកកម្លាំងមួយហើយខ្លះទី2គឺជា class archer ហើយបើសិនជាអាទូរបស់យើងជ្រើសរើសខ្លះនេះអាទូរបស់យើងនឹងបូក agility ចំនួន3ខ្លះទី3គឺជា class mage បើសិនជាទូរបស់យើងជ្រើសទៅគឺបូកម៉ាណាចំនួន3ចំណែកឯខ្លះចុងក្រោយគឺជា class commander ដែលជាខ្លះមួយដែលមានកម្រិត rare ដោយសារតែមិនសូវមានអ្នកមានទេហើយបើសិនជាតួរបស់យើងរើសវានោះនឹងបូក intelligence ចំនួន1តួរបស់យើងមើលឃើញព័ត៌មានអស់ហើយក៏បានគិតថាចំយាបើសិនយក archer ទៅយើងនឹងបាញ់ពីចម្ងាយបានយើងនឹង relax បានយើងឲ្យអាពួកនោះចូលទៅវាយទៅយើង relax ពីចម្ងាយបានតែបើយើងយក magic វានឹងបូកឲ្យយើងម៉ាណាដែលយើងកំពុងតែតិចហ្នឹងចំនួន3អញ្ចឹងយើងបានម៉ាណាច្រើនទីជាយ៉ាងណាក៏ដោយ class commander វាជា class ដែល rare អញ្ចឹងគួរយកមួយណាទៅណាហើយមើលឃើញបានធំហ្នឹងមានន័យថាម៉េចស្រាប់តែគីមយ៉ុងសុងហ្នឹងក៏បានឆ្លើយតបទៅអូនសម្លាញ់គេថានិយាយទៅអ្នកនរគ្នាកុំឆ្ងល់តែថាខ្ញុំនិយាយពីអ្នកហ្នឹងផ្អែមល្ហែមចឹងទេដោយសារខ្ញុំឃើញពីអ្នកហ្នឹងឡើងដូចសង្សារគ្នាពេកអត់យល់ទេណាតែតួប្រុសរបស់យើងស្រឡាញ់ស្រីឯងតើយើងកុំវែងឆ្ងាយយើងចូលទៅរឿងយើងវិញខ្ញុំគិតថាខ្លះបើអ្នកបានអនឡុកហើយបន្តមកលីគេយ៉ុងក៏បានឆ្លើយតបវិញថាអូយ៉ុងសុងសានេះបានខ្ញុំមាន clan warrior archer ហើយនឹង mage ដែលជាថ្នាក់មធ្យមហើយខ្ញុំក៏បាន unlock class commander ដែលជាថ្នាក់កម្រផងដែរគីមយ៉ុងសុងបានលើលីគេយ៉ុងរបស់យើងរាយរាប់យ៉ាងក្បោះក្បាយហើយក៏បាននិយាយថាclass commander តួយើងឃើញអញ្ចឹងហើយក៏បានគិតថាវាជា class ដែលល្អតើវាជាអន្ទាក់មែនទេស្រាប់តែភ្លាមឌុងគូក៏បាននិយាយថាលបង class commander ខ្ញុំគិតថា class commander ហ្នឹងវាសមនឹងអ្នកណាណែបងឯងមើលបងឯងឃើញបងឯងដូច commander អត់បើសិនជាលបងដឹកនាំពួកយើងនឹងតែឆ្នះរហូតគ្រាន់តែខ្ញុំសម័យថាបងឯងហ្នឹងកំពុងតែបជានៅពីក្រោយពិតជាលយមែនតើតែក៏មកកតួឡើងខ្មៅអួញហ្នឹងបន្ទាប់មកគីមយ៉ុងសុងក៏បាននិយាយថាបើសិនជាលីគេយ៉ុងហ្នឹងគាត់យក commander ហ្នឹងវានឹងឡើង stat ហ្នឹងតែបន្តិចទេប៉ុន្តែបើសិនជាយកអាផ្សេងវាឡើងបាន3 point លឺចឹងហើយក្មេងតូចឌុងគូក៏បានស្រែកឡើងខ្លាំងថាអត់ទេលបងឯងត្រូវតែរើស commander ខ្ញុំគិតថា class archer វាមិនអាក្រក់ទេសម្រាប់អ្នកអត់ទេលបងគួរតែយក commander ដើម្បីដឹកនាំខ្ញុំវានឹងជាជំនួយដ៏ធំមួយបើសិនជាអ្នកបាញ់ support ពីចម្ងាយតែបងយក commander វានឹងធ្វើឲ្យបងឯងលយ archer commander អរេ archer អត់ទេ commander ប្រកបណា archer commander ឡើយបងឯងចង់ម៉េចខ្ញុំចង់លបងឯងចង់ម៉េចហ្នឹងខណៈពេលនេះលីកាយ៉ុងរបស់យើងកំពុងតែក្តៀមយោបល់ខ្លាំងមែនតើថាដឹងតាគួរជ្រើសយកខ្លះមួយណាទេដោយពេលនេះនោះកំពុងតែឆ្លោះគ្នាប្រកែកគ្នានៅ background ហ្នឹងទៅហើយក៏គិតមួយសន្ទុះក៏បានសម្រេចចិត្តយកខ្លះមួយដោយសាច់រឿងអត់ឲ្យយើងដឹងថាគាត់កំពុងជ្រើសរើសយកខ្លះមួយណានោះទេហ
ហើយលីគីយ៉ុងរបស់យើងក៏បានគិតយូរច្រើនក៏បានចុច yes ទៅហើយក៏មានធម្មពលមួយចាក់បញ្ចូលទៅក្នុងខ្លួនរបស់គាត់ធម្មពលនោះបានបញ្ចេញពន្លឺយ៉ាងខ្លាំងដែលធ្វើឲ្យអាពីរនាក់នោះបានងាកទៅមើលលីគីយ៉ុងរបស់យើងហើយក៏បានដណ្ដើមគ្នាទៅនិយាយជាមួយនឹងលីគីយ៉ុងរបស់យើងសួររឿងថាតើលីគីយ៉ុងរបស់យើងនឹងជ្រើសរើសយកខ្លះមួយណាអើយលបងតើខ្លះមួយណាបងឯងជ្រើសរើសអញ្ចឹងមកដល់ត្រឹមនេះ chapter ទី5របស់យើងបានមកដល់ទីបញ្ចប់ហើយសូមអរគុណអ្នកនរគ្នាដែលបានទស្សនានិងចូលចិត្តនៅការសម្រាយរបស់ខ្ញុំអរគុណច្រើនអ្នកនរគ្នា